តោះថ្ងៃនេះគឺខ្ញុំមានមុខម្ហូបមួយមុខគឺខសាច់គោជាមួយពងក្រួយផ្សិតខ្មៅបងប្អូនយើងមានសាច់គោជាប្រហែលជាចិត្តកន្លះគីឡូហើយត្រីមួយកង់ហើយសាច់គោយើងហាន់ដុំចឹងមកស្រួលញ៉ាំហើយយើងមានពងក្រួយយើងស្ងោរហើយយើងបកសបកវាចេញទៅបន្តមកទៀតយើងមានផ្សិតខ្មៅហើយផ្សិតខ្មៅនេះគឺខ្ញុំយកផ្សិតស្រស់បងប្អូនដោយសារតែខ្ញុំចូលចិត្តផ្សិតខ្មៅអញ្ចឹងបងប្អូនដាក់ប៉េងប៉ោះឬមួយក៏ដាក់បន្លែអីផ្សេងទៀតក៏បានដែរបាទសម្រាប់គ្រឿងផ្សំយើងមានជាស្ករត្នោតបងប្អូនហើយមានជាទឹកម្ទេសហើយទឹកប៉េងប៉ោះទឹកប្រេងខ្យងទឹកស៊ីអ៊ីវទឹកត្រីហើយនឹងជាមួយនឹងប៊ីចេងខ្លះមកហើយនឹងមានខ្ទឹមបុកជាមួយនឹងម្រេចអីយើងបាច់ចាំម៉ត់ពេកទេបងប្អូនហើយបន្តទៅទៀតយើងលាយទឹកសោះចូលគ្នាទៅដែលក្នុងហ្នឹងគឺមានទឹកម្ទេសទឹកប៉េងប៉ោះជាមួយនឹងទឹកត្រីទឹកស៊ីអ៊ីវយើងលាយចូលគ្នាទាំងអស់មកបន្តមកទៀតយើងកូរវាឲ្យសព្វគ្រឿងទាំងអស់ណាបងប្អូនបន្តមកទៀតយើងចាប់ផ្ដើមខយើងដាក់ឆ្នាំងឲ្យរៀងក្តៅមកហើយពេលឆ្នាំងក្តៅយើងដាក់ខ្លាញ់ចូលបន្ទាប់ពីយើងដាក់ខ្លាញ់ចូលហើយយើងដាក់ស្ករកម្លោចឲ្យវារៀងឡើងពណ៌រៀងកម្មៅបន្តិចបានខយើងមើលទៅឃើញស្អាតអញ្ចឹងយើងកូរវាឲ្យរៀងសប់មកមើលទៅវារៀងកម្មៅហើយយើងដាក់ជាមួយនឹងខ្ទឹមហើយនឹងម្រេចដែលយើងបានបុកចូលបន្ទាប់ពីយើងកូរវារៀងឆ្អិនបន្តិចយើងដាក់ទឹកសោះដែលយើងបានលាយចូលគ្នាហើយយើងកូរវាឲ្យលក្ខណៈថាមើលទៅវាចូលគ្រឿងសប់គ្រឿងហើយយើងដាក់ម្ងាស់ចោលមកបន្តិចទៅហើយបានយើងដាក់សាច់សម្រាប់សាច់គោយើងហាន់ដុំចេះទៅយើងស្រួលញ៉ាំហើយយើងដាក់ចូលទៅហើយយើងបើកភ្លើងរឹមបានហើយយើងកុំដាក់ភ្លើងខ្លាំងពេកបន្តមកទៀតយើងកូរវាឲ្យចូលគ្រឿងតិចទៅហើយខ្ញុំដាក់ម្ទេសហុយថែមពីព្រោះដោយសារតែខ្ញុំចង់ឲ្យវារៀងហឹរបន្តិចដោយសាររៀងស្ទើរម្រេចចុះបងប្អូនបន្តមកទៀតយើងកូរវាឲ្យរៀងសប់សាច់តិចទៅរៀងក្លោចរៀងមើលទៅឡាមហើយយើងដាក់ត្រីចូលហើយយើងដាក់ត្រីចូលទៅយើងបាច់ចាំកូរច្រើនពេកកុំឲ្យបែកសាច់ត្រីបងប្អូនហើយបន្តមកទៀតគឺយើងថែមជាមួយនឹងទឹកជាទឹកសយើងធម្មតាហ្នឹងចំនួន3ចានចង្កឹះមកហើយយើងក៏គ្របវាឲ្យម៉ាំពុះអីចឹងទៅបន្ទាប់ពីយើងទុកឲ្យវាពុះមកល្បក់ហើយយើងមកបើកមើលហើយយើងកូរវាថែមគ្រឿងជាមួយនឹងរ៉ូឌីបន្តិចហើយនឹងប៊ីចេងបន្តិចទៅបើអ្នកដែលគាត់ប្រើប៊ីចេងក៏ដាក់ប៊ីចេងទៅតែបើសិនជាអត់ប្រើទេគាត់អីដែរព្រោះឲ្យវាមានជាតិនៅក្នុងម្សៅស៊ុបរ៉ូឌីហើយខ្លះចឹងណាបងប្អូនបន្ទាប់មកទៀតយើងភ្លក់មើលថាតើវារៀងសប់គ្រឿងនៅហើយយើងទុកឲ្យវារៀងពុះមកពុះធំទៅហើយយើងភ្លក់មើលម្សាទៀតបើសិនជាយើងស្ទើរអីយើងដាក់ថែមថយតាមចំណង់ចំណូលចិត្តចឹងណាបងប្អូនបន្ទាប់ពីវាពុះល្មមហើយយើងចាក់ផ្សិតខ្មៅដែលយើងបានចិតហើយខ្ញុំចិតរៀងដុំបន្តិចដោយសារតែខ្ញុំចង់ញ៉ាំវារៀងដុំចឹងទៅហើយយើងចាក់ជាមួយនឹងពងក្រួយដែលយើងបានបកហើយចូលជាមួយគ្នាចឹងទៅបន្ទាប់ពីយើងបានដាក់ពងក្រួយហើយនឹងផ្សិតចូលហើយយើងកូរវាឲ្យរៀងសព្វគ្រឿងហើយយើងគ្របទុកឲ្យវាពុះទៅយើងអាចញ៉ាំបានហើយបងប្អូនរួចរាល់ហើយចឹងណាហើយយើងភ្លក់មើលថាថែមថយគ្រឿងមិនដែលតាមចំណង់ចំណូលចិត្តរៀងខ្លួនទៅសម្រាប់ខ្ញុំចូលចិត្តរៀងទឹកខាប់បន្តិចហើយរៀងលួយផ្សិតបន្តិចគឺឆ្ងាញ់យើងប្រឡាក់ជាមួយបាយទៅញ៉ាំឆ្ងាញ់បងប្អូនញ៉ាំបាយបានច្រើនអញ្ចឹងវីដេអូធ្វើម្ហូបខ្ញុំថ្ងៃនេះគឺអស់ត្រឹមហ្នឹងហើយបងប្អូនអរគុណច្រើនសម្រាប់ការទស្សនា